គោរពសួស្តីបងប្អូនទាំងអស់គ្នាយ៉ាងម៉េចហើយក្នុងការប្រកបការងាររាល់ថ្ងៃនេះហើយអំឡុងពេលសង្គ្រាមនេះតើអារម្មណ៍បងប្អូនគឺមានអារម្មណ៍បែបណាតម្លៃប្រេងជាសកលគឺមានការឡើងខ្ពស់ឃើញនៅការផុសរបស់គ្រប់បណ្ដាស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងស្រុកខ្មែរយើងគឺចាប់ផ្ដើមឡើងថ្លៃក្នុងវីដេអូនេះយើងនិយាយអំពីកូនប្រុសរបស់លោកអាលីខាមេណៃដែលប្រទេសអារ៉ង់គឺបានតែងតាំងកូនប្រុសលោកធ្វើជាអ្នកដឹកនាំថ្មីសម្រាប់ប្រទេសអារ៉ង់ដោយបងប្អូនដឹងស្រាប់ហើយនៅថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2026បានតែងតាំងកូនប្រុសរបស់លោកអាលីខាមេណៃដែលមានឈ្មោះថាម៉ូតាបាហាមីណៃឲ្យឡើងកាន់តំណែងជាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ជំនួសឲ្យឪពុករបស់លោកគឺលោកអាយ៉ាតូឡាអាលីខាមីណៃដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកយើងនិយាយបកទៅក្រោយបន្តិចសង្គ្រាមនេះគឺអាមេរិកហើយនិងអ៊ីស្រាអែលគឺបានចាប់ដៃគ្នាបានវាយប្រហារទៅលើទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុនតាមរយៈការតែងតាំងនេះបានធ្វើឲ្យលោកម៉ូតាបាឬមានឈ្មោះពេញថាអាយ៉ាតូឡាហ្សេយ៉ាត់ម៉ូតាបាអូស៊ីនីខាមេណៃសូមទោសបងប្អូនទាំងអស់គ្នាបើសិនជាខ្ញុំអានឈ្មោះមានការខុសឆ្គងយ៉ាងណាលោកក៏ក្លាយទៅជាមេដឹកនាំកម្ពុជាទី3ចាប់តាំងពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានបង្កើតឡើងលោកម៉ូតាបាមានអាយុ56ឆ្នាំគឺជាកូនប្រុសទី2របស់លោកអាយ៉ាតូឡាអាលីខាមេណៃលោកកើតនៅឆ្នាំ1969ក្នុងទីក្រុងម៉ាសាជាមូលដ្ឋានសាសនាដ៏សំខាន់មួយក្នុងប្រទេសអ៊ីរ៉ង់ពលគឺមួយទសវត្សរ៍មុននឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានបង្កើតឡើងនៅឆ្នាំ1979លោកម៉ូតាបាបានធំដឹងក្តីក្នុងគ្រាដែលអ៊ីរ៉ង់ឆ្លងកាត់ការផ្លាស់ប្ដូរនយោបាយដ៏ធំមួយខណៈឪពុករបស់លោកបានលេចមុខឡើងជាមេដឹកនាំសាសនាដ៏មានឥទ្ធិពលម្នាក់ប្រឆាំងនឹងអតីតព្រះមហាក្សត្រអ៊ីរ៉ង់ម៉ូហាម៉ាត់រីហ្សាផាឡាវីលោកម៉ូតាបាបានចូលរៀននៅវិទ្យាល័យអាឡាវីក្នុងទីក្រុងតេហេរ៉ង់ជាសាលាមួយដែលអប់រំកូនៗរបស់ក្រុមមន្ត្រីអ៊ីរ៉ង់ហើយបន្តមកទៀតលោកម៉ូតាបាបានចូលរួមក្នុងជួរកម្លាំងឆ្មាំងបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ1987បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យលោកបានចូលរួមក្នុងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំឡុងសង្គ្រាមជាមួយអ៊ីរ៉ាក់នៅឆ្នាំ1980ដល់ឆ្នាំ1988នឹងត្រូវបានគេដឹងថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅឆ្នាំ1989ទើបឪពុករបស់លោកបានក្លាយជាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ជំនួសលោកអាយ៉ាតូឡារ៉ូហូឡាខាមេណៃដែលបានទទួលមរណភាពលោកម៉ូតាបាខាមេណៃក៏ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសាលាសាសនាមួយក្នុងទីក្រុងហ្គមផងដែរជាទីដែលលោកបានកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងមេដឹកនាំសាសនានិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែករបស់ពួកគេម្យ៉ាងទៀតដោយសារតែរូបលោកជាកូនប្រុសរបស់មេដឹកនាំកម្ពុជាផងដែរងាកមកមើលជីវិតអាពាហ៍ពិពាហ៍របស់លោកម៉ូតាបាបានរៀបការជាមួយនឹងស្ត្រីម្នាក់ឈ្មោះសារ៉ាហាដាត់អាដេជាកូនស្រីរបស់អ្នកនយោបាយអ៊ីរ៉ង់អភិរក្សនិយមម្នាក់គឺលោកហ្គូឡាំអាលីហាដេអាដេអាពាហ៍ពិពាហ៍នេះធ្វើឲ្យរូបលោកកាន់តែមានទំនាក់ទំនងល្អជាមួយក្រុមអ្នកនយោបាយអភិរក្សនិយមនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរបើទោះជាមានឥទ្ធិពលក៏ដោយលោកម៉ូតាបាបានធ្វើការភិជាច្រើននៅក្រោមស្រមោលរបស់ឪពុកដោយដឹកនាំការិយាល័យរបស់មេដឹកនាំកម្ពុជានៅពីក្រោយឆាកមានម្ដងម្កាលលោកបានបង្ហាញមុខនៅលើក្របទំព័រមុខនៃសារព័ត៌មានអ៊ីរ៉ង់នៅក្នុងពេលប្រមាណសតវត្សថ្មីៗនេះផងដែរអ្នកទាំងអស់គ្នានៅក្នុងឆ្នាំ2025បន្ទាប់ពីបេសកជនអភិរក្សនិយមលោកម៉ាស់មូតអាម៉ាឌីនេចាតជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ក្រុមអ្នកកំណែទម្រង់និយមបានចោទប្រកាន់លោកម៉ូតាបាខាមេណៃថាបានរួមដៃគ្នាជាមួយថ្នាក់ដឹកនាំសាសនានិងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដើម្បីជួយឲ្យលោកអាម៉ាឌីនេចាតទទួលបានជ័យជំនះក្នុងការបោះឆ្នោតផងដែររហូតដល់ឆ្នាំ2024សភានៃក្រុមអ្នកជំនាញបានជួបជុំគ្នាពីផែនការស្វែងរកអ្នកបន្តវេនជាមេដឹកនាំកម្ពុជាអ្នកទាំងអស់គ្នា
នៅរងការផ្ទេរតំណែងពីឪពុកទៅកូនមិនមែនជារឿងត្រូវបានលើកទឹកចិត្តឡើយពីព្រោះការធ្វើបែបនេះមិនខុសអ្វីអំពីរបបរាជានិយមនោះទេដូច្នេះការតែងតាំងលោកម៉ូតាបាគឺជាការផ្លាស់ប្ដូរមួយនៅក្នុងនយោបាយអ៊ីរ៉ង់រីឯក្រុមអ្នកជំនាញវិញយល់ថានេះជាការបញ្ជូនសារមួយទៅកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាអ្នកនយោបាយដែលតឹងរឹងមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅតែបន្តក្តាប់អំណាចនៅឡើយទេគូបញ្ជាក់ថាបើតាមរដ្ឋាភិបាលអ៊ីរ៉ង់ភរិយានិងកូនប្រុសម្នាក់រួមជាមួយនឹងម្ដាយនិងឪពុករបស់លោកម៉ូតាបាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាត់ទៅហើយអ្នកទាំងគ្នាងាកមកវិញមិនដឹងថាសង្គ្រាមនេះអូសបន្លាយពេលយ៉ាងណាទេប៉ុន្តែយើងទាំងអស់គ្នាសង្ឃឹមថាប្រទេសមហាអំណាចក្នុងโลกនេះគឺងាកមកមើលពិភពលោកថាពិភពលោកយើងគឺមានភាពស្រស់បំព្រងមែនតើបើសិនជាមានវិបត្តិសង្គ្រាមមានការឈ្លានពានទៅលើប្រទេសមួយរដ្ឋអធិបតេយ្យភាពប្រទេសមួយដូចជាប្រទេសគៀកយើងនឹងបើសិនជាមានអំពើបែបនេះមិនយូរទេគឺពិភពលោកយើងគឺគ្មានសន្តិភាពនោះទេហើយពិភពលោកយើងគឺនឹងវិលទៅរកការធ្វើសង្គ្រាមឬក៏ភាពហិនហោចនៅថ្ងៃខាងមុខមិនខានដោយសារតែប្រទេសមហាអំណាចធំនៅលើពិភពលោកយើងនេះគឺប្រកាសជាដឹងហើយបងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់អាវុធប្រឡាយលោកគេហៅថាអាវុធនុយក្លេអ៊ែរមានច្រើនហើយសង្ឃឹមថាវីដេអូនេះគឺជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយវិលមកជួបគ្នាវិញនៅវីដេអូក្រោយសូមអរគុណសូមគោរពលា